ចាសូមជម្រាបសួរនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាចានៅក្នុងវីដេអូនេះយើងនឹងមកសិក្សាចាការសង្ខេបរឿងថ្មីចាគឺរឿងតកែចិត្តចោលអញ្ចឹងយើងនឹងមកអានសាច់រឿងទាំងអស់គ្នាចាការវិភាគអត្ថបទកស្ថានភាពរឿងសង្ខេបរឿងមនុស្ស3នាក់នឹងក្រោយពីបើកឡានទៅបុកឡានតកែហុងលីបង្កឲ្យស្លាប់មនុស្សរបួសជាច្រើនអ្នករួចមកពូហំបានមករកថៅកែនៅផ្ទះដើម្បីទារប្រាក់ថ្លៃឈ្នួលចំនួន 10000 រៀលដែលថៅកែជួលគាត់ឲ្យប្រព្រឹត្តអំពើនេះពេលមកដល់មិនជួបនឹងថៅកែទេគាត់បានជួបនឹងផានិតពូហំបាននិយាយរឿងនេះប្រាប់ផានិតបានបញ្ជាឲ្យគាត់រត់គេចព្រោះដឹងថារាជការកំពុងតែតាមរកចាប់គាត់ពូហំមិនព្រមធ្វើតាមផានិតប្រាប់ទេផានិតបានឲ្យពូហំពួនរងចាំថៅកែពេលនោះថៅកែបានមកដល់ពូហំក៏ស្ទុះទៅស្ទាក់ទារលុយ 10000 រៀលតាមការសន្យាតែត្រូវថៅកែបដិសេធធ្វើមិនដឹងមិនឮរួចប្រាប់ឲ្យពូហំរត់គេចខ្លួនដោយឲ្យប្រាក់200 រៀលពូហំមិនព្រមក៏បង្កឲ្យមានការប្រកែកគ្នាខ្លាំងលឺដល់កម្មករសក់គង់ត្រីពួកគេក៏ចេញមកមើលផានិតបានរៀបរាប់រឿងថៅកែឆ្លោះគ្នាជាមួយនឹងពូហំប្រាប់ពួកគេថៅកែនៅតែមិនព្រមឲ្យលុយទៅពូហំរីឯពូហំវិញក៏មិនព្រមចេញទៅណាដែរគាត់នៅតែជជែកទាមទារទោះបីថៅកែគំរាមយ៉ាងណាក៏ដោយនាងយ៉ានប្រពន្ធពូហំដោយបាត់ប្តីមិនឃើញមកផ្ទះក៏ទៅផ្ទះថៅកែចៃដន្យបានជួបពូហំនិងថៅកែកំពុងឆ្លោះប្រកែកគ្នាថៅកែបាននិយាយកុហកនាងយ៉ានពីការប្រព្រឹត្តអំពើអាក្រក់របស់ពូហំថៅកែធ្វើចិត្តល្អប្រាប់នាងយ៉ានថាឲ្យពូហំរត់គេចខ្លួនទៅថៅកែថែមទាំងឲ្យលុយទៅនាងយ៉ាន300 រៀលតែត្រូវពូហំហាមមិនឲ្យទទួលយកឡើយនាងយ៉ានមិនដឹងសាច់រឿងបានជឿតាមសម្ដីថៅកែនាងបានអង្វរប្តីឲ្យរត់គេចព្រោះគាត់មិនចង់ឲ្យប្តីជាប់គុកតែត្រូវពូហំបដិសេធនិងថែមទាំងច្រឡោតខឹងនឹងនាងយ៉ានជាប្រពន្ធថែមទៀតផានិតបានខាត់ពូហំតែត្រូវថៅកែគំរាមបញ្ឈប់ពីការងារផានិតមិនខ្លាចទេថែមទាំងតមាត់យ៉ាងខ្លាំងជាមួយថៅកែរហូតលឺដល់កម្មករសក់មានគង់ត្រីចេញមកពេលនោះទំនាស់កាន់តែរីកធំឡើងហើយជជែកបានកកាយកាន់តែខ្លាំងបានធ្វើឲ្យអ្នកទាំងអស់គ្នាដឹងពីអំពើអាក្រក់របស់ថៅកែអ្នកទាំងអស់ជួយគាំទ្រខាងពូហំដោយឃើញសភាពការមិនស្រួលថៅកែបានប្រើល្បិចបំបែកដោយសន្យាឲ្យលុយទៅកម្មករសក់មានគង់ត្រីម្នាក់10000 រៀលដោយគ្រាន់តែធ្វើមិនដឹងមិនឮពេលមាននគរបាលមកសួរក្រោយពីស្ដាប់ការពន្យល់របស់ពូហំផានិតនិងនាងយ៉ានរួចមកគេមិនព្រមធ្វើតាមតកែឡើយបន្ទាប់មកក្រុមនគរបាលបានចូលមកដល់ក្រោយពីសាកសួរដឹងរឿងហេតុអស់ហើយសេបបានបញ្ជាទៅភ្នាក់ងារនគរបាលឲ្យចាប់ខ្លួនពូហំទៅក្រសួងនគរបាលគង់គ្រាន់តែស្រែករកយុត្តិធម៌មួយម៉ាត់ប៉ុណ្ណោះក៏ត្រូវក្រុមនគរបាលចាប់យកទៅដាក់គុកជាមួយពូហំទៀតចំណែកកម្មករដទៃទៀតត្រូវថៅកែដេញលែងឲ្យធ្វើការចាប់ពីថ្ងៃនោះមកចាអញ្ចឹងនៅក្នុងវីដេអូថៅកែចិត្តចោលនេះចាគឺមានត្រឹមតែប៉ុណ្ណេះសង្ឃឹមថាបងប្អូនអរគ្នានឹងយល់ពីសាច់រឿងហើយបើសិនបានអរគ្នានៅតែស្ដាប់ការសង្ខេបរឿងមិនយល់ហើយអ្នកនរគ្នាអាចទៅអានសៀវភៅចាពេញតែម្ដងដើម្បីឲ្យយល់សាច់រឿងកាន់តែច្បាស់ជានឹងទៀតចាអញ្ចឹងវីដេអូអ្នកគ្រូក៏មានត្រឹមតែប៉ុណ្ណេះសូមអ្នកនរគ្នាជួយ subscribe និងជួយ like ចា channel YouTube ទីធ្វើដាក់ចម្នាក់មួយចឹងវីដេអូនេះក៏សូមចប់ត្រឹមតែប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា